មកជាងសួរបងប្អូនវល់មកជួបប្លុករបស់ខ្ញុំសាជាថ្មីម្ដងគឺផ្លេចភ្នែកមែនតើហើយគឺនៅឯទីរួមខេត្តកពតម្ដងគឺនៅឯភូមិថ្មីកពតទីរួមខេត្តកពតដែរយើងចុះខេត្តម្ដងថ្ងៃនេះយើងនាំគ្រួសារតូចទៅចុះខេត្តលេងម្ដងតើបងប្អូនគឺដំបូងឡើងយើងទិញសំបុត្រហើយជា$2ទៅ$3តែខ្ញុំភ្លេចបាត់ហើយសំបុត្រហ្នឹងបងប្អូនទុកដូរយកមកអែមនៅពេលដែលបាយថៃត្រង់រួចណាអញ្ចឹងតោះបងប្អូនទៅមើលទេសភាពរបស់គេគឺទេសភាពរបស់គេគឺស្អាតនៅក្នុងគេ design កន្លែង resort គេណាដូចបងប្អូនឃើញអញ្ចឹងហើយបើសិនជាយើងថតរូបថតអីចេះបាត់ណាមានផ្សែងបាញ់អីណានិយាយទៅលយប៉ុនគេមកណានៅកន្លែងភូមិថ្មីកពតគេ resort គេណានិយាយទៅកន្លែងគេថតរូបហ្នឹងហើយទៅ80លានប៉ុស្តិ៍កន្លែងគេថតរូបហ្នឹងហើយបើនិយាយពីកន្លែងអង្គុយកន្លែងដើរលេងអីគឺច្រើនកន្លែងហើយគេកំពុងតែរៀបចំកន្លែងថ្មីទៅសម្រាប់ក្មេងៗអីចឹងណាហើយនិយាយទៅដូចបងប្អូនឃើញអញ្ចឹងមានបាញ់ផ្សែងបាញ់អីចឹងណាកន្លែងគេថតរូបនិយាយទៅគឺច្រើនមែនតើហ្មងគេ design និយាយទៅកុំឲ្យយើងធុញអញ្ចឹងយើងផ្លែកភ្នែកហើយកន្លែងគឺកន្លែងក្មេងៗអីគេចង់មកលេងគេកំពុងតែរៀបចំធ្វើណានិយាយទៅមួយគឺសុបាយមែនតើទៅ fresh និយាយទៅគឺឃើញផ្លែកភ្នែកយកដែរបានទៅគេតាមធ្វើថ្មីអញ្ចឹងណានៅកន្លែងភូមិថ្មីកពតគេហើយកន្លែងអង្គុយវិញច្រើនដូចបងប្អូនឃើញយើងចង់អង្គុយកន្លែងណាក៏បានដែរហើយសម្រាប់ការដែលយើងកំងវាមានភេសជ្ជៈច្រើនដូចជាភេសជ្ជៈកាហ្វេភេសជ្ជៈអីដូងអីនិយាយទៅគឺមានមកចប់នៅហ្នឹងណា passion អីហ្នឹងគឺមានមកចប់ហើយនិយាយទៅទេសភាពគេបងប្អូនគឺស្អាតណាស់ហើយតោះមកយើងទៅរកមើលទីតាំងកន្លែងដែលយើងទីតាំងនេះគឺនៅកន្លែងកណ្ដាលទឹកគេកន្លែងគឺ fresh មែនតើហ្មងនិយាយទៅយើងអង្គុយចិត្តទឹកណាអញ្ចឹងទៅយើងមកដល់ភ្លាមប្រហែលខ្ទង់ម៉ោង10ទេទៅដល់ហ្នឹងម៉ោង10ជាងហើយយើងធ្វើការកំងភេសជ្ជៈផឹកលេងចឹងដូចជា passion តែក្រូចឆ្មាតែជ្រក់អីឬក៏ទឹកក្រូចស្រស់អីចឹងនិយាយទៅគឺស្អាតទេសភាពគេផ្លែកភ្នែកហើយយើងមកសាកអីនិយាយទៅគេមានជីទូកលេងជីកាយ៉ាក់អីហ្នឹងក៏មានដែរតែគាត់ថាខ្ញុំអត់បានជីដោយសារមានកូនតូចកូនខ្ញុំអញ្ចឹងនិយាយទៅវាល្ពើពេកអញ្ចឹងការពារខ្លាចមានបញ្ហាអីចឹងទៅក៏អត់ជីទៅហើយណាមួយមេឃភ្លៀងរហូតទៅហ្នឹងគឺអូយភ្លៀងមែនតើមកងាកភ្លៀងនិយាយទៅប្រហែលជា80លានដងគ្រាន់តែភ្លៀងអញ្ចឹងទៅគឺអត់បានជីទៅហើយក៏យើងអង្គុយញ៉ាំអាហារញ៉ាំអីថតរូបថតអីចឹងណានៅក្បែរមាត់ទឹកហ្នឹងទៅហើយកូនខ្ញុំក៏បាយឆាយត្រង់ក៏មកគេចប់ចឹងទៅទេសភាពថ្ងៃហ្នឹងគឺ the best ហ្មងនិយាយទៅនៅហ្នឹងគឺថតរូបអីឲ្យអែមហ្មងនិយាយទៅគឺស្អាតហើយក៏គេមានកន្លែងងឹងឲ្យយើងអង្គុយលេងថតរូបថតអីគេងលេងគេងអីទៅភេសជ្ជៈអីទៅគឺមានមកចប់ហើយកន្លែងហ្នឹងមកហូបគេនិយាយទៅសម្រាប់បរទេសគេធ្វើមានច្រើនសម្រាប់បរទេសហើយក៏មានបរទេសគេទៅច្រើនដែរនៅភូមិថ្មីកពតហ្នឹងណានិយាយទៅគឺអូសប្បាយផ្លែកភ្នែកហើយក៏ហត់នឹងចាប់កូនដែររករឿងផងអីផងនិយាយទៅវាសប្បាយមួយយ៉ាងហើយនេះគាត់មកទាលេងបវលអាទូក pirate គេនេះគាត់ដូចទូកគាត់ដែរគាត់មើលតុក្កតាណាចឹងទៅគឺមើលតែគាត់នឹងគេបាននិយាយទៅគឺកន្លែងគេថតរូបថតអីស្អាតមែនតែបានថតតែបន្តិចទេហើយជាពិសេសនេះកន្លែងគេនេះក៏យើងអាចជួលលក្ខណៈដូចស្នាក់នៅពីយប់អីក៏យើងអាចគេមានកន្លែងគេជួលយើងស្នាក់នៅដែរគឺមាន resort គេមានបន្ទប់គេណាឥឡូវនេះមកដល់បាយថៃត្រង់ហើយបាយយើងកំងបាយឆាមកហូបទៅជូរគួនគ្រឿងក្នុងហើយនឹងឆាបន្លែប្រមុខនិងបាយសទៅគ្នាទៅតែ4នាក់ទេចឹងយើងញ៉ាំតែប៉ុណ្្នឹងទេនិយាយទៅគឺឆ្អែតហើយញ៉ាំតែប៉ុណ្្នឹងចឹងវគ្គ10បាយថៃត្រង់គឺយើងសោះស្រូបបាយអាហារថៃត្រង់ហើយនិយាយទៅនឹងបន្តដំណើរទៅមុខទៀតគឺទៅឯភ្នំបូកគោតែចឹងយើងញ៉ាំបាយហើយជាមួយនឹងផ្អែមយើងយើងយកសបុតយើង4ហ្នឹងយើងដូរយកផ្អែមមានទឹកកកឈូសមានផ្អែមបកថ្នោតអីចឹងណានិយាយទៅឆ្ងាញ់ផងគេបាយមកហូបអីក៏ទំនងនិយាយទៅគឺអូឆ្ងាញ់ណាស់និយាយទៅបើបងប្អូនចង់មកលេងអីគឺមិនខកបំណងទេ fresh ហើយវីដេអូខ្ញុំអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងទេបងប្អូនចឹងបងប្អូនចង់មកលេងអីអាចមកលេងនៅភូមិថ្មីកពតហ្នឹងបានគឺស្អាតណាស់ចឹងជួបគ្នានៅវីដេអូក្រោយបាយ